សូមជម្រាបសួរបងប្អូនទាំងគ្នាមានដំណឹងរីករាយមួយសម្រាប់ខែនេះយើងមានបងប្អូនខ្មែរយើងរស់នៅសហរដ្ឋអាមេរិកនិងប្រទេសបារាំងប៉ុន្តែបងស្រីរស់នៅសហរដ្ឋអាមេរិកគាត់តែងតែជួយឧបត្ថម្ភតូចធ្វើអានសេរីមួយខែ$50តម្លៃខែនេះគាត់បន្ថែមគាត់$75ដើម្បីជួយខ្ញុំសម្រាប់ប្រាក់ខែអ្នកគ្រូស្ម័គ្រចិត្តរបស់យើងគឺគាត់តែអ្នកគ្រូស្ម័គ្រចិត្តពីភ្នំពេញទៅហើយនឹងអ្នកគ្រូស្ម័គ្រចិត្តនៅខេត្តកំពតគាត់មិនត្រូវការថវិកាប៉ុន្តែក្នុងនាមខ្ញុំតែជាអ្នកបង្កើតនេះយើងចង់ឲ្យគាត់មានថវិកាខ្លះដើម្បីថ្លៃបាយថ្លៃទឹកអីជាដើមបាទហើយចឹងហើយមួយវិញទៀតអ្នកគ្រូរំដួលព្រមទាំងក្រុមគ្រួសារនៅប្រទេសបារាំងគាត់ក៏បានជួយ$50ដែរតាមរយៈខ្ញុំដើម្បីយើងផ្ដល់ជាប្រាក់ខែនិងថ្លៃចំណាយផ្សេងទឹកភ្លើងអីសពបែបយ៉ាងហើយខ្វះប៉ុន្មានហ្នឹងខ្ញុំនឹងសម្រួលគ្រប់បន្ថែមសពបែបយ៉ាងព្រោះថាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមយើងជាអ្នកបង្កើតថ្នាក់រៀនអត់ថ្លៃទូសើអានស្រីនៅខេត្តកំពតតំបន់អាស៊ីយ៉ានៅខេត្តកំពតនោះអញ្ចឹងសម្រាប់ខែបន្ទាប់ខ្ញុំគិតថាយើងនឹងចាំមើលថាអាចមានបងប្អូនណាជួយបន្ថែមឬក៏យ៉ាងម៉េចក៏មិនដែរបាទសូមអរគុណ